ဒီကနေ့မှာဖြစ်ပွားတဲ့ထိုင်းရဲတွေနဲ့ကမ္ဘောဒီးယားပြည်သူတွေရုံရင်ဆန်ခတ်ဖြစ်ပေါ်မှုဖြစ်ပါတယ်။ပြည်ထနာအစကတော့ကမ္ဘောဒီးယားပြည်သူတွေဟာထိုင်းဘက်ကကာထားတဲ့တန်စီယိုတွေကိုစူပေါင်းပြီးလာရောက်ဖြိုခွင်းလို့ထိုင်းတွေကယခုလိုအင်အားအလုံးအရင်းနဲ့ဝင်ရောက်တားမြစ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲလိုထိုင်းရဲတွေဝင်ရောက်တားမြစ်တဲ့နေရာမှာကမ္ဘောဒီးယားပြည်သူတွေကဒုံးနဲ့တော်၎င်းခဲတွေနဲ့လမ်းပစ်ပေါက်လို့ထိုင်းရဲတွေလည်းဒဏ်ရာတွေရရှိသွားခဲ့ကြတယ်လို့သိရပါတယ်။ခင်းဖြစ်တဲ့နေရာကတော့ထိုင်းနိုင်ငံစာကြောက်ခရိုင်ထိုင်းနဲ့ကမ္ဘောဒီးယားနယ်နိမိတ်မှာဖြစ်ပွားတာလို့သိရပါတယ်။ခုချိန်ထိရုံရင်ဆန်ကားမှုဖြစ်ပွားနေပါသေးတယ်။ဆက်လက်တင်းမာမှုတွေဖြစ်ပွားနေသေးတယ်လို့လည်းသိရပါတယ်။ពីទស្សនភាពទាំងស្រុងរបស់ទាហានសៀមដែលកំពុងតែឈ្លានពានមកលើទឹកដីកម្ពុជានៅពេលនេះតតែម្ដងបងប្អូនបាទយើងមើលឃើញហើយបាទសូមបងប្អូនជួយ share បាទជួយចែករំលែកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងពិភពលោកនិងអន្តរជាតិបានឃើញរាល់ទង្វើរបស់ទាហានសៀមមករៀបឡាលួសឈ្លានពានមកលើទឹកដីកម្ពុជានៅល្ងាចម៉ោងကမ္ဘောဒီးယားပြည်သူတွေထိုင်းကမ္ဘောဒီးယားပြည်သူတွေဒုံနဲ့ထိုင်းရဲတွေကိုလာရောက်ဝင်ရိုက်တဲ့နေရာမှာကျဲတတတူခေါင်းကွဲတဲ့ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့သိရပါတယ်။ထိုင်းရဲဘက်ကပြန်တုတ်ပြန်တဲ့အနေနဲ့ရာဘာကြီးနဲ့ပြစ်ခတ်တဲ့နေရာမှာလဲကမ္ဘောဒီးယားပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့လည်းသိရပါတယ်။ခင်းပြပွားတဲ့အကြောင်းရင်းကထိုင်းဘက်ကကာထားတဲ့တန်စီယိုဟာကမ္ဘောဒီးယားပြည်သူတွေကဒါဟာသူတို့နေမြေပါဒါကြောင့်သူတို့နေမြေဖြစ်တဲ့အတွက်ယခုလိုလာလောက်တာစီးကြော်တယ်လို့စီးကြော်လာလို့ဆိုပြီးအဲ့ဒီတန်စီယိုတွေကိုဖြိုဖျက်စီးနေတာဖြစ်ပါတယ်ထိုင်းဘက်ကလည်းထိုင်းဘက်ကလည်းသူတို့ကာယံထားတဲ့နေနမိတ်ဟာထိုင်းနေမြေဖြစ်တဲ့အကြောင်းကိုလည်းတရားဝင်ထုတ်ပြန်ထားတော့ဒီလည်းရှိနေပါတယ်បានបំពេញមកលើកដែលអធិបតេយ្យរបស់កម្ពុជាផងដែរបាទយើងមើលឃើញថាពួកវានេះក្រោយពីក្រមអានុពន្ធយោធាបានមកដល់ភូមិព្រៃច័ន្ទនេះបានប្រហែលជាចេញទៅវិញប្រហែលជាកន្លះម៉ោងមិនដល់កន្លះម៉ោងទេបងប្អូនប្រហែលជា10-20នាទីគឺពួកវាក៏បាទពួកវាក៏នាំកម្លាំងដើម្បីយកបលាលួសនិងយករបស់របរដើម្បីយកមកដាក់នៅជ្រៀតពៀនមកលើកម្ពុជាម្ដងហើយម្ដងទៀតបងប្អូនបាទសូមបងប្អូនតាមដានមើលបាទរាល់សកម្មភាពឈ្លានពានរបស់ទាហានថៃនៅពេលនេះផងដែរបាទយើងមើលឃើញថាប្រដាប់ដោយអាវុធគ្រប់ដៃតែម្ដងបងប្អូនហើយនេះបាទប្រជាពលរដ្ឋអត់មានអ្វីនៅជាប់ខ្លួនទេមានតែកម្លាំងសាមគ្គីស្រែកតវ៉ានៅនឹងមុខរបស់ទាហានសៀមតែប៉ុណ្ណោះតែទាហានសៀមបាទបងប្អូនបានឃើញហើយបាទមានក៏ភ្លើងគ្រប់ដៃបាទគ្រប់គ្នាតែម្ដងបងប្អូនបាទនេះគឺជាប្រដាប់ស្រែកបាទជាសរ៉ែនមួយដែលធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋនិងកងកម្លាំងយើងដែលនៅទីនេះផ្ទាល់តែម្ដងបងប្អូនបាទសូមបងប្អូនជួយ share ជួយចែករំលែកបាទព័ត៌មាននេះឲ្យបងប្អូនយើងទូទាំងពិភពលោកនិងអន្តរជាតិបានឃើញនៅទង្វើរបស់ទាហានសៀមដោយកក្លឿនមកលើកម្ពុជាម្ដងហើយម្ដងទៀតបាទបងប្អូនបាទនេះហើយគឺវាកំពុងបាទវាកំពុងតែនេះហើយកំពុងតែរៀបចំខួងបាទកំពុងតែរៀបចំខួងបាទដើម្បីរាយបលាលួសបាទទាំងកក្លឿនតែម្ដងបងប្អូនបាទសូមជួយ share ជួយចែករំលែកនៅព័ត៌មាននេះឲ្យបងប្អូនយើងបានឃើញទូទាំងពិភពលោកនិងអន្តរជាតិបានឃើញនៅរាល់ទង្វើរបស់ទាហានសៀមដែលកំពុងតែឈ្លានពានមកលើទឹកដីកម្ពុជាយើងនេះផ្ទាល់តែម្ដងនៅល្ងាចថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះផ្ទាល់តែម្ដងនៅភូមិព្រៃច័ន្ទឃុំអូបេជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទបងប្អូនបាទសូមបងប្អូនជួយ share ជួយចែករំលែកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកនិងឲ្យអន្តរជាតិបានឃើញនៅទង្វើដ៏ថោកទាបរបស់ទាហានសៀមនេះផងដែរបាទវារាយបន្លាលួសបណ្ដាបាទវាពេលដែលប្រជាពលរដ្ឋយើងកំពុងតែតវ៉ាមិនឲ្យដាក់បន្លាលួសគឺវាត្រៀមនៅប្រដាប់ប្រដាបាទជាច្រើនដែលវាកំពុងតែ
រំខានបាទរំខានដល់ប្រជាពលរដ្ឋនិងកងកម្លាំងផងយើងផងដែរបាទពួកវាមកច្រើនណាស់បងប្អូនហើយមករាប់រយនាក់បាទនៅទីនេះផ្ទាល់តែម្ដងនៅភូមិព្រៃច័ន្ទបាទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទបងប្អូនបានឃើញបានឮសំឡេងរបស់មេក្រូដែលវាកំពុងតែរៀបចំបាទនេះបងប្អូនបាទជាអាវុធរបស់វាផងដែរបាទវាកំពុងតែកាន់កំភ្លើងបាទទៅហើយបាទបងប្អូនបាទកំភ្លើងគ្រប់ដៃតែម្ដងបងប្អូនហើយនេះជាកំភ្លើងរបស់ទាហានសៀមបាទកំពុងតែឈរនៅម្ខាងនៅមុខកម្ពុជាផងដែរបាទឥឡូវនេះយើងកំពុងទាញបាទអានេះជាសកម្មភាពបាទប្រជាពលរដ្ឋកំពុងទាញបលាលួសចេញពីទីតាំងនេះបាទឥឡូវនេះទាហានសៀមវាកំពុងតែប្រតិកម្មនៅលើប្រជាពលរដ្ឋយើងដែលទាញបលាលួសនេះចេញផងដែរបាទយើងមើលឃើញថាកំពុងតែតានតឹងដាក់គ្នាខ្លាំងមែនទែនបងប្អូនបាទកំពុងតានតឹងដាក់គ្នាខ្លាំងមែនទែនបងប្អូនជួយ share ជួយចែករំលែកឲ្យពិភពលោកបានឃើញនៅទង្វើរបស់ទាហានសៀមផងដែរបាទឥឡូវនេះយើងបានប្រជាពលរដ្ឋបានទាញបលាលួសចេញពីកន្លែងកើតហេតុនេះចេញមួយហើយបាទឥឡូវនេះបាទវាបាញ់ហើយបាទបងប្អូនវាបាញ់ហើយបាទវាបាញ់ហើយបងប្អូន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 យើងវាបាញ់ហើយបាទវាបាញ់ហើយបងប្អូនយើងបាទវាបាញ់ប្រជាជនហើយបងប្អូនបាទវាបាញ់ប្រជាជនហើយបងប្អូនវាបាញ់យើងហើយបងប្អូនយើងបាទវាបាញ់ហើយបាទវាបាញ់ប្រជាជនខ្មែរយើងបងប្អូនបាទវាបាញ់ហើយបងប្អូនយើងវាបាញ់ហើយបាទបងប្អូនយើងវាបាញ់ហើយបាទបងប្អូនយើងវាបាញ់ហើយបាទវាបាញ់ហើយបងប្អូនបាទវាបាញ់ហើយបងប្អូនយើងបាទឥឡូវវាបាញ់ហើយបងប្អូនយើងជួយ share បងប្អូនជួយ share ជួយចែករំលែកបាទវាបានបាញ់មកលើប្រជាពលរដ្ឋយើងហើយបាទបងប្អូនបាទវាបានបាញ់ហើយបាទមកលើប្រជាពលរដ្ឋយើងហើយបងប្អូនយើងវាបាញ់ហើយបាទមានទាំងក្របបែកមានទាំងថ្នាំពុលបាទមានទាំងការផ្ទុះអាវុធបងប្អូនហើយមានការផ្ទុះអាវុធរបស់ទាហានសៀមបាញ់មកលើកម្ពុជាបាទវាបានបាញ់ផ្សែងពុលមកលើកម្ពុជាប៉ុន្តែវាមានអភូតហេតុកើតឡើងបងប្អូនបាទផ្សែងពុលនោះបានបកផ្សែងនោះទៅលើខ្លួនវិញបាទធ្វើឲ្យពួកនោះរត់ចេញទៅវិញបងប្អូនបាទវាបានបាញ់ផ្សែងពុលមកលើប្រជាពលរដ្ឋកម្ពុជាបាទឥឡូវនេះផ្សែងនោះបានមានអភូតហេតុកើតឡើងបាទធ្វើឲ្យផ្សែងពុលនោះបក់ហុយទៅលើទាហានរបស់ថៃវិញតែម្ដងបាទយើងមើលឃើញថាអភូតហេតុកើតឡើងគឺខ្លាំងមែនទែនបាទហើយដៃហើយចូលពេលនេះក្នុងថៃនេះបងប្អូនហើយវាបាញ់ផ្សែងពុលបងប្អូនហើយបាញ់ផ្សែងពុលបងទៅទៅបាទបងប្អូនណាវាបាញ់ផ្សែងពុលបាទបងប្អូនយើង
វាបាញ់ផ្សែងពុលបងប្អូនបាទវាកំពុងបាញ់ផ្សែងពុលបាទហៀទឹកភ្នែកបាទផ្សែងហៀទឹកភ្នែកឥឡូវនេះនៅកន្លែងភូមិព្រៃច័ន្ទបងសូមព្រៃច័ន្ទធំអូបច្ច័នបាទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យយើងមើលឃើញថាទាហានសៀមបានផ្ទុះអាវុធបាញ់មកលើប្រជាពលរដ្ឋយើងដែលនៅទីនេះផ្ទាល់តែម្ដងបងប្អូនហើយឥឡូវនេះវាបាញ់ច្រើនគ្រាប់ណាស់បងប្អូនបាញ់ច្រើនមែនទេធ្វើឲ្យប្រជាពលរដ្ឋយើងពលផ្សែងផ្សារភ្នែកគ្រប់គ្នាបាទខ្ញុំមិនត្រូវដៃដែរសូមបាទយើងមើលឃើញថាបងកងកម្លាំងយើងក៏គាត់ផ្សារភ្នែកដែរបងប្អូនបាទបងប្អូនជួយ share ជួយចែករំលែកនៅព័ត៌មាននេះផងបងប្អូនបាទសន្លប់មួយបងប្អូនបាទបាញ់ត្រូវប្រជាពលរដ្ឋយើងម្នាក់ហើយបងប្អូនបាទបងប្អូនយើងបាទត្រូវម្នាក់ហើយបងប្អូនបាទឥឡូវនេះបាទបងប្អូនយើងជួយគ្នាបាទជួយគ្នាបងប្អូនយើងបាទវាបានបាញ់ត្រូវបាទវាបាញ់ត្រូវប្រជាពលរដ្ឋយើងបាទត្រូវជាច្រើនអ្នកបងប្អូនបាទមិនត្រូវបងប្អូនជួយ share ជួយចែករំលែកនៅព័ត៌មាននេះផងបងប្អូនវាបានបាញ់មកលើប្រជាពលរដ្ឋយើងជាច្រើនគ្រាប់បងប្អូនបាទធ្វើឲ្យប្រជាពលរដ្ឋយើងរបួសស្លាប់ជាច្រើនអ្នកហើយបងប្អូនបាទកំពុងតែបាទមានបងប្អូនខ្លះផ្សារភ្នែកទាំងអ្នកសារព័ត៌មានយើងទាំងអស់ហើយនឹងប្រជាពលរដ្ឋយើងនៅទីនេះផងដែរបាទយើងមើលឃើញថាជើបងប្អូននោះបាទត្រូវជើបងប្អូនបាទជួយ share ជួយចែករំលែកពីទង្វើដ៏ថោកទាបរបស់អាស៊ាននេះផងដែរបងប្អូនបាទត្រូវជើបងប្អូនបាទបងប្អូនជួយ share ជួយចែករំលែកបាទបងប្អូនអើយនេះជាសកម្មភាពរបស់ទាហានសៀមបានបាញ់មកលើប្រជាពលរដ្ឋយើងបាទឥឡូវរងរបួសហើយបងប្អូនបាទទៅហើយបងប្អូនទៅហើយបាទត្រូវជាច្រើនអ្នកបាទជាច្រើនគ្រាប់តែម្ដងបាទបងប្អូនជួយ share ជួយចែករំលែកព័ត៌មាននេះឲ្យពិភពលោកបានឃើញពីទង្វើរបស់សៀមដ៏ថោកទាបនេះផងដែរបាទសូមបងប្អូនជួយ share ជួយចែករំលែកព័ត៌មាននេះឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនិងបងប្អូនយើងទូទាំងពិភពលោកបានដឹងពីទង្វើរបស់ថោកទាបរបស់អាចោសៀមនេះផងដែរបាទបងប្អូនបាទសូមបងប្អូនជួយ share ជួយចែករំលែកនៅព័ត៌មាននេះឲ្យពិភពលោកបានឃើញនៅទង្វើរបស់អាចោសៀមដ៏ថោកទាបនេះបានឃើញផងបងប្អូនបាទឥឡូវមានការផ្ទុះអាវុធនៅភូមិអូបច្ច័នឃុំអូបច្ច័នស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទយើងមើលឃើញថានៅខាងមុខនោះកំពុងតែក្តៅដូចគ្នាបាទតែយើងបានបែកថយក្រោយបន្តិចហើយបងប្អូនបាទដោយសារតែវាប្រើកំភ្លើងបាទកំភ្លើងបាញ់មកលើប្រជាពលរដ្ឋគឺកំភ្លើងផ្សែងពុលបាទសូមបងប្អូនជួយ share ជួយចែករំលែកឲ្យបងប្អូនយើងបានឃើញនៅទង្វើរបស់ថោកទាបរបស់អាចោសៀមនេះផងដែរបាទបងប្អូនបាទអត់មានបងប្អូនយើងជាច្រើនបាទដែលបាទសូមបងប្អូនជួយ share ជួយចែករំលែកនៅព័ត៌មាននេះឲ្យបងប្អូនពីប្រជាជនខ្មែរនិងអន្តរជាតិបានឃើញនៅទង្វើដ៏ថោកទាបរបស់អាចោសៀមនេះផងដែរបាទខ្ញុំមិញក៏ត្រូវផ្សាយដែរបងប្អូនបាទខ្ញុំមិញក៏ត្រូវផ្សាយដែរបងប្អូនផ្សារភ្នែកពេញទឹកពេញដីបងប្អូនបាទផ្សារភ្នែកបាទឥឡូវនេះបងប្អូនយើងបានដកឃ្លាមកបន្តិចហើយបងប្អូនបាទនៅថ្ងៃទី17ខែ9ឆ្នាំ2025នេះតតាមដល់នៅល្ងាច
ម៉ោង 4 ជាងនេះបាទយើងមើលឃើញថាជនភាគីខាងសៀមភាគីខាងថៃបាទអាចោសៀមវាបានឈ្លានពានមកលើទឹកដីកម្ពុជាបាទធ្វើឲ្យប្រជាពលរដ្ឋយើងមិនពេញចិត្តនៅការរាយបណ្ដាលបាទអធិស្ឋានបងប្អូនមិញហ្នឹងគឺដាច់ស៊ីវ៉ាបងប្អូនបាទឥឡូវនេះយើងមើលឃើញថាប្រជាពលរដ្ឋយើងជាច្រើនបាទបានរងរបួសដោយសារតែហ៊ានថៃបាទបានបាញ់មកលើប្រជាពលរដ្ឋយើងបាទប៉ុន្មានជាង 10-20 គ្រាប់នេះផងដែរបាទមានទាំងគ្រាប់បែកផ្សែងមានទាំងប្រើទាំងគ្រាប់កំភ្លើងជ័របាញ់មកលើប្រជាពលរដ្ឋយើងផងដែរបាទយើងមើលឃើញថាភាគីសៀមនេះចៅសៀមនេះវាកំពុងតែឈ្លានពានមកលើទឹកដីកម្ពុជាបាទម្ដងហើយម្ដងទៀតបាទមិនដឹងថាពួកវាខួរក្បាលវានេះសាងពីអីទេបងប្អូនឥឡូវនេះប្រជាពលរដ្ឋយើងបានអូសទាញបលាលួសចេញមកបណ្ដាហើយបាទមុននឹងបងប្អូនបាទមានអភូតហេតុកត់ឡើងដល់អស្ចារ្យមែនទែនបាទតែហ៊ានសៀមបានបាញ់ផ្សែងពុលមកលើកម្ពុជាបាទនៅទល់មុខគ្នាប្រហែលជា2 ម៉ែត្រ 3 ម៉ែត្រមកពីទល់មុខគ្នាទេបាទបាញ់ផ្សែងពុលប៉ុន្តែជាអកុសលផ្សែងនោះបានបកហុយទៅលើពួកវាធ្វើឲ្យពួកវារត់ចែកជើងគ្នានៅនឹងកន្លែងទីតាំងនឹងផ្ទាល់តែម្ដងបងប្អូនបាទសូមបងប្អូនជួយ share ជួយចែករំលែកព័ត៌មាននេះឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានឃើញផងបាទវាកំពុងតែព្យាយាមបាញ់ទៀតហើយបងប្អូនបាទវាកំពុងតែព្យាយាមធ្វើឲ្យទៀតហើយបងប្អូនហើយបាទប្រជាពលរដ្ឋយើងរងរបួសច្រើនមែនទែនបាទគឺរងរបួសច្រើនមែនទែនបងប្អូនសូមជួយ share ជួយចែករំលែកឲ្យបងប្អូនប្រជាពលរដ្ឋយើងបានដឹងអន្តរជាតិបានឃើញនៅទង្វើរបស់ទាហានសៀមនេះផ្ទាល់តែម្ដងបងប្អូនបាទយើងមើលឃើញថាពួកវាក៏ក្លឿនម្ដងហើយម្ដងទៀតបងប្អូនបាទយើងមើលឃើញថាបងប្អូនប្រជាពលរដ្ឋនិងបងប្អូនយើងអ្នកសារព័ត៌មាននៅទីនេះបាទក៏មានការប៉ះពាល់នៅផ្សែងពុលខ្លះផងដែរបាទឥឡូវនេះយើងមើលឃើញថារាល់ទង្វើឈ្លានពានរបស់ទាហានសៀមវាកំពុងតែឈ្លានពានមកលើកម្ពុជាយ៉ាងក៏ក្លឿនតែម្ដងនៅថ្ងៃទី 17 ខែ 9 ឆ្នាំ 2025 នេះបាទឥឡូវនេះយើងឃើញថាវាកំពុងតែរៀបក្បួនយុទ្ធសាស្ត្រអ្វីទៀតហើយបងប្អូននេះបាទវារៀបខែលដើម្បីទប់ស្កាត់នៅកម្លាំងរបស់ប្រជាពលរដ្ឋដោយដៃទទេបាទតែពួកវាមានទាំងកំភ្លើងមានទាំងផ្សែងពុលដើម្បីបាញ់មកលើប្រជាពលរដ្ឋកម្ពុជានៅល្ងាចនេះធ្វើឲ្យមានការរងរបួសជាច្រើនបាទធ្វើឲ្យប្រជាពលរដ្ឋយើងរងរបួសជាច្រើនអ្នកឥឡូវនេះមានបងប្អូនប្រជាពលរដ្ឋយើងនឹងកងកម្លាំងបាននាំប្រជាពលរដ្ឋដែលរងរបួសនេះថយទៅក្រោយអស់ហើយបងប្អូនបាទឥឡូវនេះយើងមើលឃើញថានៅតែកម្លាំងរបស់ប្រជាពលរដ្ឋយើងនៅតែស្វាហាប់នៅតែក្លាហានដើម្បីការពារទឹកដីរបស់ខ្លួននៅភូមិជោគជ័យនេះបាទសូមទោសនៅភូមិព្រៃច័ន្ទនេះតតែម្ដងសូមទោសបងប្អូនបាទបងប្អូនជួយ share ជួយចែករំលែកបាទវាកំពុងតែរៀបក្បួនទៀតហើយបាទអធិស្ឋានបងប្អូនទូរស័ព្ទចិត្តអស់ថ្មហើយបងប្អូនបាទចិត្តអស់ថ្មហើយបងប្អូនយើងបាទចិត្តអស់ថ្មហើយទូរស័ព្ទនៅសល់តែ 3% ទៀតទេបាទនៅសល់ 3% ទៀតទេអស់ថ្មរលីងហើយអញ្ចឹងសូមបងប្អូនតាមដានបាទសូមបងប្អូនជួយ share ជួយចែករំលែកមិនកាច់ចំជើងតែជុំនៅកាច់ជើងបាទមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើនដែលរងរបួសដោយសារតែហ៊ានសៀមពួកអាចោសៀមនេះបាញ់មកលើប្រជាពលរដ្ឋយើងដែលដៃទទេតែភាគីថៃវិញគឺមានប្រដាប់ដោយអាវុធនិងបលាលួសផ្សែងពុលបាទដើម្បីបាញ់ស្រោចមកលើប្រជាពលរដ្ឋដែលគ្មានអាវុធនៅក្នុងដៃសោះបាទបងប្អូនហើយបងប្អូនបាទជួយសូមឲ្យអន្តរជាតិងាកមកមើលពីទង្វើរបស់ទាហានសៀមបាទយ៉ាងក៏ក្លឿនបាទ
ដែលឆ្លៀនពៀនមកលើកម្ពុជាមួយម្ដងហើយម្ដងទៀតបាទនៅរុស្ស៊ីថ្ងៃទី17ខែ9ឆ្នាំ2025នៅភូមិព្រៃច័ន្ទនេះតតែម្ដងយើងមើលឃើញថាមានការផ្ទុះអាវុធមកលើប្រជាពលរដ្ឋជាច្រើនគ្រាប់និងមានការបាញ់ផ្សែងពុលមកលើប្រជាជនកម្ពុជាស្លូតត្រង់ផងដែរបាទពីរបាទអធិស្ឋានបងប្អូនទូរស័ព្ទនៅសល់តែ 2% ទៀតទេបងប្អូនបាទជួយ share ជួយចែករំលែកបាទជួយ share ជួយចែករំលែកបាទបាទជួយ share ជួយចែករំលែកបាទវីដេអូនេះឲ្យពិភពលោកបានឃើញនៅចង្វើបាទនេះហើយជាបលាលួសដែលតែហ៊ានសៀមបានឲ្យរាយដាក់មុននឹងបន្តិចបាទធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បាអូបលាលួសចេញមកដល់ទីតាំងនេះឥឡូវនេះធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បាអូបលាលួសមកហើយវាក៏ខឹងពីប្រជាពលរដ្ឋយើងអូបលាលួសវាក៏ប្រើអាវុធគ្រាប់ជ័របាញ់ស្រោចមកលើប្រជាជនកម្ពុជាដែលជាប្រជាជនស្លូតត្រង់ដោយគ្មានអាវុធនៅក្នុងដៃសោះបាទតែយើងងាកមកមើល